អភិបាលខេត្តតាកែវដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចខេត្តហួប៉ៃប្រទេសចិនដើម្បីទាក់ទាញអ្នកវិនិយោគអភិបាលខេត្តតាកែវអាយដាមវ័យសំណាងកាលពីថ្ងៃពុធទី26ខែវិច្ឆិកាឆ្នាំ2025នេះបានដឹកនាំប្រតិភូខេត្តទៅធ្វើទស្សនកិច្ចនៅខេត្តហួប៉ៃក្រុងសៀងយ៉ាងប្រទេសចិនរយៈពេល4ថ្ងៃដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍរីកចម្រើនលើវិស័យមួយចំនួនរបស់ចិនហើយក៏ដើម្បីទាក់ទាញក្រុមវិនិយោគរបស់ចិនមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវផងដែរអាយដាមវ័យសំណាងបានថ្លែងឲ្យដឹងថានៅក្នុងដំណើរទស្សនកិច្ចរបស់អាយដាមនៅខេត្តហួប៉ៃប្រទេសចិនអាយដាមនិងប្រតិភូក្រៅពីទៅធ្វើទស្សនកិច្ចនៅទីតាំងមួយចំនួនរបស់ខេត្តហួប៉ៃដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍរីកចម្រើនរបស់ក្រុងសៀងយ៉ាងខេត្តហួប៉ៃអាយដាមនឹងជួបជាមួយក្រុមអ្នកវិនិយោគហើយអាយដាមនឹងលើកឡើងពីសក្តានុពលមួយចំនួនរបស់ខេត្តតាកែវដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគចិនឲ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវឲ្យកាន់តែច្រើនឡើងថែមទៀតអាយដាមអភិបាលខេត្តតាកែវបានសម្ដែងក្តីរំពឹងថាដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យហើយនឹងនាំមកនូវផ្លែផ្កាដល់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវតាមរយៈការនាំអ្នកវិនិយោគកាន់តែច្រើនឡើងថែមទៀតមកបណ្ដាក់ទុននៅក្នុងខេត្តដើម្បីធ្វើយ៉ាងណាផ្ដល់ការងារជូនបងប្អូនប្រជាពលរដ្ឋនិងជួយលើកកម្ពស់ជីវភាពរស់នៅដល់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវឲ្យកាន់តែប្រសើរមួយកម្រិតទៀតជាពុំខាន